ដោយសារតែខ្ញុំលេង Minecraft យូរហើយខ្ញុំមិនដែលលេង Minecraft ជាទីសូអ្នកគ្នាមើលទេអញ្ចឹងនេះដែរគឺខ្ញុំមកលេង Minecraft ជាទីសូអ្នកគ្នាមើលតែម្ដងហើយលក្ខខណ្ឌដែលខ្ញុំលេងនេះគឺខ្ញុំអត់មានលេងពី1ថ្ងៃទៅ100ថ្ងៃទេគ្រាន់តែខ្ញុំលេងជាលក្ខណៈធ្វើជាទីសូអ្នកគ្នាមើលតែម្ដងហើយសង្ឃឹមថាអ្នកគ្នានឹងយល់ពីអ្វីដែលខ្ញុំចង់និយាយហើយអ្វីដែលខ្ញុំចង់និយាយមួយទៀតគឺដោយសារតែ Minecraft ខ្ញុំលេងអត់សូវស្ទាត់បានទេហើយធ្វើវីដេអូនេះនៅក្នុងគោលបំណងមួយដែលខ្ញុំធ្វើដើម្បីអ្នកគ្នាមើលទាំងអស់គ្នាអញ្ចឹងឥឡូវនេះគឺយើងចូលទៅមើលវីដេអូរបស់យើងទាំងអស់គ្នាសូមស្វាគមន៍អ្នកគ្នាមកកាន់ការលេង Minecraft មុនដំបូងគេអញ្ចឹងនេះដែរគឺយើងមកលេង Minecraft ជាលក្ខណៈទីសូតែម្ដងអញ្ចឹងដំបូងដែលយើងត្រូវធ្វើនោះគឺកាប់ឈើនឹងឯងបន្ទាប់ពីយើងកាប់ឈើរួចគឺយើងមកធ្វើជាមួយនឹង Craft Table របស់យើងខ្ញុំមិនសូវចេះហៅហ្មងណាបើខ្ញុំហៅអីមួយខុសសូមអ្នកនេះកាន់តែបីទៅផងដោយសារតែខ្ញុំមិនមែនជាអ្នកលេង Minecraft នឹង story ប្រហែលទេអញ្ចឹងយើងក្រានហ្នឹងដើម្បីសម្រាប់ខ្ញុំគឺខ្ញុំដំបូងគឺខ្ញុំធ្វើអញ្ចឹងណានេះគឺខ្ញុំយក PA យកទៅជីកថ្មជីកអីតែហ្មងព្រោះដោយសារតែខ្ញុំអត់ធ្វើដូចគេទេគេអាចនឹងយកបថៅធ្វើអីគឺក៏គេក្រាបបថៅប្រាស់អីមុនដើម្បីកាប់ឈើកាប់អីសិនអញ្ចឹងណាប៉ុន្តែគឺខ្ញុំចូលចិត្តបែបតនហនអញ្ចឹងគឺខ្ញុំធ្វើជាលក្ខណៈអញ្ចឹងតែម្ដងព្រោះរបស់ថ្មនៅក្នុង Minecraft វាអាចនឹងកាប់លឿនអញ្ចឹងណាគ្នាអញ្ចឹងទៅក៏ខ្ញុំសម្រាប់ធ្វើរបៀបនេះហើយអ្នកគ្នាអាចលេងតាមរបៀបខ្ញុំបើអ្នកចង់បានលក្ខណៈថាលឿននេះអញ្ចឹងឥឡូវនេះគឺយើងមកក្រាស់ជាមួយរបស់ដែលយើងត្រូវការហ្នឹងដើម្បីយកទៅកាប់ដើមឈើបន្ទាប់ពីកាប់ហើយគឺខ្ញុំឃើញជាមួយនឹងសូមប៊ីតគេហៅខ្មោចទឹកច្រឡំហើយសូមប៊ីដោយសារតែខ្ញុំឃើញវាហើយវាមានជាមួយនឹងរបស់អញ្ចឹងទៅខ្ញុំបានកាប់វាប្រកបឲ្យថែមមកទៅដើម្បីខ្ញុំយករបស់ហ្នឹងយកទៅទុកអញ្ចឹងអ្វីដែលខ្ញុំត្រូវរកបន្ថែមទៀតហ្នឹងគឺសាច់ជាមួយនឹងរោមជៀមធ្វើជាអ្នកថែទាំព្រៃឈើម្ដងព្រោះដោយសារតែខ្ញុំឃើញដើមឈើបាក់គឺខ្ញុំគិតថាខ្ញុំកាប់វាដើម្បីទុកតែម្ដងដោយសារតែខ្ញុំងាកឃើញផ្កាគឺខ្ញុំគិតថាខ្ញុំកាប់ដើម្បីទុកតាំងលម្អមុខផ្ទះខ្ញុំអញ្ចឹងដើម្បីវាឃើញស្អាតអញ្ចឹងទៅដោយសារតែខ្ញុំគិតថាដើមសាវខេតឬក៏ដើមអំពៅហ្នឹងវាមានប្រយោជន៍ដែរគឺខ្ញុំយកវាយកមកដាំនៅកន្លែងចិត្តទឹកហ្មងទៅចុះឥឡូវនេះមកដល់តួនាទីកាប់ដើមឈើដើម្បីសង់ដោយសារតែមេឃយប់ហើយអញ្ចឹងក៏យើងសម្រាប់សិនទៅដើម្បីធ្វើផ្ទះនៅថ្ងៃស្អែកតទៀតអញ្ចឹងដើមឈើដែលខ្ញុំបានកាប់ហ្នឹងវាបានច្រើនដែរដោយសារតែខ្ញុំរកឈើរកអីបានគ្រប់គ្រាន់ហើយអញ្ចឹងឥឡូវនេះគឺខ្ញុំមកធ្វើការមើលកន្លែងដែលយើងត្រូវការសង់ផ្ទះអញ្ចឹងណាកន្លែងវាស្អាតហើយវាត្រង់ទលាអញ្ចឹងឥឡូវនេះគឺខ្ញុំរកឃើញហើយតឥឡូវនេះគឺយើងមកមើលការសង់ផ្ទះរបស់ខ្ញុំតគ្នាសម្រាប់សង់ផ្ទះដូចខ្ញុំបានប្រាប់អ្នកគ្នាហើយថាមិនសូវជំនាញក្នុងការសង់ផ្ទះសង់អីទាំងអស់ហ្នឹងទេសង្ឃឹមថាអ្នកគ្នាយល់អញ្ចឹងឥឡូវនេះគឺយើងមកមើលក្នុងការសង់ផ្ទះរបស់ខ្ញុំអញ្ចឹងខ្ញុំសូមដាក់រៀងលឿនតិចណាហើយខ្ញុំនឹងបន្ថែមជាមួយនឹងភ្លេងនៅក្នុងវីដេអូមួយនឹងផងដែរបទភ្លេងអត់សាំជាមួយនឹងវីដេអូទេគឺខ្ញុំសូមទោសផងព្រោះអីខ្ញុំមិនអាចយកភ្លេងរបស់គេយកមកលេងជាមួយបានទេចូល copyright អញ្ចឹងទៅវាលើសថែមអញ្ចឹងណាព្រោះអីគេខ្លាចរឿងចូល copyright នឹងខ្លាំងមែនតើបើវាជាប់គឺវីដេអូរបស់ខ្ញុំហ្នឹងអត់ជំរុញឲ្យអ្នកគ្នាវាអត់អាចយករុញឲ្យអ្នកគ្នាមើលបានណាហើយវាមិនកាន់តែមួយវីដេអូទេវីដេអូដែលអត់ចូល copyright ក៏វាគឺវាកែស្ដប់ view ទៅណាអ្វីដែលសំខាន់ហ្នឹងគឺមិនត្រឹមតែកែ view ណាយើងដឹងតែតិចលឿនតែម្ដងបើយើងធ្វើបែបនេះរហូតណាអញ្ចឹងមកឆ្ងល់ថាបងឬក៏ពូដែលគាត់ធ្វើ vlog គាត់តែងតែថាក៏ខ្លាចចូល copyright ក៏ខ្លាចចូល copyright ដោយសារតែរឿងមួយហ្នឹងឯងដោយសារតែខ្ញុំកាប់ថ្មហ្នឹងគឺខ្ញុំយកមកផលិតជាមួយនឹងប៉ាអញ្ចឹងណាដើម្បីយកទៅជីកដីសាច់ធ្វើជាកញ្ចក់អញ្ចឹងដោយសារតែមេឃរៀងយប់ដែរអញ្ចឹងខ្ញុំគិតថាខ្ញុំដេកសិនទៅហើយខ្ញុំក៏ក្រាស់អ្វីផ្សេងផងដែរហើយឥឡូវនេះគឺយើងមកចូលដេកទាំងអស់គ្នា
chẳng plum lắng cái do men thở ấy tới cái do tới chích đầy sạch năng ấy đậm bấy cho mặt phơi cái chọ nhưng gì mà na cái nhom lên mang cái mình tập bỏ hay nhom lên vẹt đặt xem cho nhom đang thả đây sạch những cái dù từ thời cái chợ tề pe nhom sai chiro hay nhom vẹt tham mơ kia lên tịch tịch chẳng tới bảo nhom che chẳng phải đây sạch những cái kia dù từ thời cái chợ sao gì luôn mà nè nè sẽ che lên cái này mơ video chân trắng pe này nè mơ tới nè nè che lên hay nhập ghé mấy cái này vía đo bây giờ nè kia phòng của ấy vía chỉ là nạn ghé sáng sáu vía mình chỉ là nạn ghé vài tròn co kia thế ở lớn này cái nhom cặp bông tầm anh tham mơ trên cái nhom sôm bởi vì tàu biết xa tại tận đấy hay tập bộ thì an toàn với nhom trẻ mà chị ấy lên tới nhưng mà đang thành nhom thơ ấy tiệt phòng hay chẳng cứ nhom trẻ thơ tới nhưng mà đang thơ ấy phòng mình mẹ nó thơ thế này cái nhom cặp bông tại độ chung tham mơ làm bậy đợt cái chọn chẳng á chẳng cứ do mẹ ấy thơ tiệt tế cứ một vài sạch vài chẳng hay cứ nhom cặp bông tại đa phai độ cho mùi nắng chung tham mơ bao nhiêu tao này nhom hút chất khăn mình tem mùa nào này cứ nhom tầm khơi đào tôi lừa thì mùi thế buổi nhưng mà lại khơi thế cứ nhom quạt khơi tả thông chứ á ai mày làm thằng tôi khăn mình tem mùa nào thì lừa tham mày cái áp đè đó nè này hay pe nhom khơi mùi là pe nhom cho tầm mới tới cứ hơn pi nè này nhom sợ đòn tham mày đà mà đo teo với nhom các bạn dụ đây sạch nhom mà áp cái này thôi cái chọn cho nó này đồng bây giờ việc đọt đây chẳng tới hay đi teo nhom các bạn lại bảo phán cái nhom lại cái chọn này anh ấy còn tại chỉ vượt nó không mày ra pe bản tay bởi chỉ vượt bật bao nhom vinh mãn nơi cái này na còn đại bốn chỉ chất cái này là ngầnต่อไปจิกได้ให้ก็ยมบานแต่มือได้ใส่ได้ยมบานดอทนั่งยมหยุดเฟอร์เจียกระจกนั่งก็เวียบานมาประมวยนั่งให้ยมกับบานดัดดอทประทานยมแต่ป่วยประมวยนั่งก็มันกรบดัดต่อไปบานกระจกยืนให้ก็ยืนยมมาเห็บตังเนื้อข้างหมกเตยยืนจังนะปันใต้ทุกเดือนยมบานใจจังนี่ก่อนแต่จีบดนั่งน้องใหม่ครับยมเจ็ดดับปลุกมีนปลุยทั้งไงมีนไอจังแต่ปัจจุบันปัดบอลยมไม่ก็ยมจะเจ็ดเนื้อใบหนึ่งเองจังยมบานแต่โยกระจกว่าโยให้ก็ยมหมกบัดเด็ดนั่งไอต่อไปยืนធ្វើការអស់កណាត់មួយថ្ងៃហើយគឺឥឡូវនេះយើងមករៀបចំនៅខាងក្រោមផ្ទះរបស់យើងម្ដងដោយសារតែខ្ញុំចង់មើលខាងក្រោមផ្ទះនោះវាស្អាតអីដែរអញ្ចឹងណាក៏ខ្ញុំសុខចិត្តប្រើឈើពណ៌សទៅព្រោះអីដោយសារតែខ្ញុំប្រើអញ្ចឹងទៅខ្ញុំអត់ចង់ឲ្យផ្ទះខ្ញុំហ្នឹងវាឈើពណ៌ខ្មៅអញ្ចឹងទាំងអស់ហ្មងគេថាយើងលាយពណ៌អញ្ចឹងណាវាមើលទៅវាស្អាតខ្លាំងต่อไปกระกำราเตะไอ้ให้ก็ยมกระทานยมมาเฟอร์จมูกนันตะโบมาดองจังก็ยมบานกระเชอให้บานแต่กับเชอกับไอ้ได้จังนะคณีนำใบยมเฟอร์จมูกนันตะโบเตะบ่อยเยอะมาดองให้คือเอาไว้เดี๋ยวยมส้มบอกมาทายเจ็ดนั่งก็ยมส้มมาบอกดอกคณีของเพลย์ใส่สแตปในวิดีโอมือนี้ให้นักสัญญาดูกระดองยมเนี่ยมือพ้องนำใบเลือกกำลังจัดในโครงการเฟอร์วิดีโอมันทายมาเนี่ยคณีโอเคจังอะไรนี่ก็ยมส้มได้วิดีโออย่างเลื่อนที่จังอันนี้ก็คือnhom ở đây thế để sao tại nhom thời phơi nó ngày hái đầm bây giờ việc đọc tại đòn hái giờ cứ ở đây chứ nè nem mơ ảnh mơ sẽ cầm một phê phải dùng bán cứ sẽ tập bộ prai bộ nam mà về xong bên pin này có việc họ trong lục cam nhưng mà đo lừa đàiจังcứ về vẽ về dùng cái khủ thằng nào khăn mình tên mongปงเฟอร์เตสสกแฟนมาตามสมทอนะคณียมโหตนากับเวียโหตามนะยี่ร้องแฟนบ่ยมสมัยตึกน้องใหม่กลับกับเมียแล้วนะนะคณีอาจเมื่อบ้านโอ้ยโดยจิมเอาเชิญเตยเนี่ยมาเถยเดซาแต่ไว้กรุบยามาปิขยมมันปุวิชลูคณีไว้คณีmấy không mơ và hai chia một nắng vậy chỉ là số bi bàn tay độ khỏi ngọ bò số bi này ở bên ngay vô bà lỡ pleo mà đòn cho nhưng mà đangทำmấy tế bàn tay từ bộ té bò nhóm cứ ban phơi hai mà rồi bịa rồi ấy này cái này mơ bán gì rồi được chạy đợt này mơ ấy đa không ai đủ cho là ní cứ té dương ban phơi hai chân cứ dương mà gọi là bỏ bao nhiêuในខាងក្រៅដើម្បីដាក់ចូលក្នុងté cho nó bàn tayគឺខ្ញុំព្រិចថានៅក្នុងខ្លួនរបស់ខ្ញុំគឺពេញអស់ហើយចឹងគឺខ្ញុំអាចយកវាដាក់ក្នុងtéបានទេហើយអ្វីដែលខ្ញុំឆ្ងល់ហ្នឹងឆ្ងល់ថាtéខ្ញុំធ្វើហើយប៉ុន្តែគឺបាត់អីគេមួយទៅណាគឺបាត់ទ្វារនឹងឯងព្រោះអីបើយើងអត់ធ្វើទ្វារទេអាចនឹងសូប៊ីឬក៏សត្វចម្លែកវាអាចចូលនៅក្នុងផ្ទះយើងបានចឹងហើយសង្ឃឹមថាផ្ទះខ្ញុំក៏មិនទាន់ 100% បានដែរព្រោះសារតែនៅសល់តបូនខាងក្រោយមួយទៀតហើយជាមួយនឹងការបិទនៅខាងផ្ទាំងលើព្រោះសារតែមើលពីលើទៅវាអក្រក់ខ្លាំងពេកហើយមកដល់
ងធ្វើឲ្យដែរខ្ញុំចេះបោះលេខបោះកោទៅហើយឥឡូវនេះគឺយើងមកដេកមួយថ្ងៃទៅដើម្បីធ្វើការនៅថ្ងៃស្អែករបស់យើងបន្តទៀតងើបមកសារជាថ្មីនេះគឺខ្ញុំមករកឈើរកអីប៉ុន្តែខ្ញុំបានរកឈើទេគឺខ្ញុំភ្លេចថាខ្ញុំភ្លេចធ្វើដំបូលតែនៅខាងក្រោយអញ្ចឹងគឺខ្ញុំមកធ្វើវាបិទបាំងវាឲ្យហើយក៏ខ្ញុំមកធ្វើជាមួយនឹងដំបូលបាំងនៅលើជាងផ្ទះតសខាងលើហ្នឹងព្រោះដោយសារតែខ្ញុំមិនសូវចូលចិត្តផ្ទះចឹងទេប៉ុន្តែខ្ញុំគិតថាបើខ្ញុំដាក់ឈើពណ៌សទៅវាមើលមករៀងគ្រាន់ស្អាតដោយសារតែផ្ទះនោះវាស្ទើរតែមានអាឈើពណ៌ស្អាតនឹងទាំងអស់ទាំងហើយអញ្ចឹងខ្ញុំគិតថាតែយើងត្រូវតែលេពណ៌ខ្លះអញ្ចឹងណាគ្នាមិនវាមើលមកវាស្អាតក៏ពិតមនុស្សខ្ញុំចូលចិត្តពណ៌ខ្មៅទេតែបើពណ៌ខ្មៅសុទ្ធពេកវាអាចនឹងមើលរៀងឆ្កងស្មែណាគ្នាអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាខ្ញុំដូរដាក់ពណ៌សពណ៌អីខ្លះអញ្ចឹងទៅមើលមកវាគ្រាន់តំណងហើយឥឡូវនេះគឺខ្ញុំបានបិទបាំងអីហើយទៅណែគ្នាមើលទៅរៀងតំណងអត់ប៉ុន្តែអ្វីដែលខ្ញុំខ្វះហ្នឹងគឺនៅខាងមុខផ្ទះរបស់ខ្ញុំគឺខ្ញុំមិនទាន់បាន design អីចេញមកទេហើយខ្ញុំអាចនឹងធ្វើវានៅខាងក្រោយនៅពេលក្រោយទៀតប៉ុន្តែគឺការ design របស់ខ្ញុំអត់គិតថាខ្ញុំ design ចេញមកវាស្អាត 100%ទេព្រោះដោយសារតែមនុស្សយើងគឺខុសគ្នាប៉ុន្តែអានេះខ្ញុំ design តាមកំណត់ខ្លួនឯងទេព្រោះខ្ញុំអត់អាចទៅមើលរបៀបថាគេសង់ផ្ទះសង់អីនៅក្នុង Minecraft អីចឹងណាខ្ញុំអាចមើលចឹងទេហើយខ្ញុំដើរមកខ្ញុំឃើញពួក villager អាហ្នឹងមិនពួក villager អានោះដូចជានេះអីចឹងណាគ្នាវា spawn មកនៅចិត្តផ្ទះខ្ញុំចឹងទៅក៏ខ្ញុំហៅកំណត់ចាប់វាចឹងណាហើយចាប់វាចូលទាំងខ្ញុំពួកអីយើងទុកadd មួយវាពេលក្រោយទិញរបស់វាពេលក្រោយចឹងណាគ្នានៅពេលវេលានេះគឺខ្ញុំកំពុងតែចាប់ចម្រិតមនុស្សមួយដើម្បីដាក់ចូលក្នុងផ្ទះខ្ញុំអញ្ចឹងណាគ្នាឥឡូវនេះគឺយើងដាក់បានហ្នឹងខ្ញុំទៅដាក់បានវានោះណាគ្នាអើយពិបាកណាស់ខ្ញុំឃើញតែគេចាប់ villager សួរពេលមកចាប់ខ្លួនឯងមកហើយគាត់ទៅចាប់វាដាក់ចូលក្នុងកន្ត្រកហ្នឹងក្នុងរាប់ម៉ោងហើយឥឡូវនេះគឺខ្ញុំមកដាក់វាចូលក្នុងផ្ទះខ្ញុំពីរុំដាក់កុំវេទនាអីក៏វេទនាភាសាតែខ្ញុំអត់សូវចេះជាអាទុកចឹងមកទេណាគ្នាអញ្ចឹងវាមើលទៅតឹងធំសម្រាប់ណាគ្នាតិចគេអូខេឥឡូវនេះគឺខ្ញុំបានដាក់វាចូលក្នុងផ្ទះហើយអញ្ចឹងអត់មានអីទៅធ្វើទៀតទេគឺយើងទុកវាក្នុងផ្ទះហើយនេះគឺជារបស់ដែលក្រាស់មួយវាអញ្ចឹងណាគ្នាខ្ញុំគិតថាខ្ញុំនឹងក្រាស់មួយដុំស្រីហើយឥឡូវនេះគឺយើងមកធ្វើជាមួយរបស់មួយទៀតគឺជាការម្ដងណាដោយសារតែនៅក្នុងផ្ទះខ្ញុំហ្នឹងគឺមកផ្ទះខ្ញុំគឺវាមានស្មៅច្រើនអញ្ចឹងទៅខ្ញុំគិតថាខ្ញុំនឹងធ្វើជាការនៅខាងមុខនឹងហែកដាំជាមួយនឹងស្រូវនៅពេលហ្នឹងកន្លែងធ្វើជាការហ្នឹងខ្ញុំគិតថានឹងធ្វើវីដេអូបន្តទៀតចឹងតែខ្ញុំអត់ចង់ធ្វើចឹងទេគឺខ្ញុំមិននៅក្នុងវីដេអូហ្នឹងនៅពេលនេះខ្ញុំកំពុងតែវាយស្មៅដើម្បីរកស្រូវចឹងណានេះសើខ្ញុំកាប់បានមកផ្ទះខ្ញុំមិញហ្នឹងគឺបាន33ចឹងខ្ញុំមកធ្វើជាមួយនឹងចការហើយខ្ញុំគិតថាធ្វើនៅកន្លែងខ្ញុំកំពុងតែរកកន្លែងចឹងណាគ្នាអូខេឥឡូវនេះគឺខ្ញុំមករកកន្លែងយើងបានអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើកន្លែងចការរបស់យើងមកទៅខ្ញុំធ្វើចការនៅចិត្តគៀមផ្ទះរបស់ខ្ញុំព្រោះសារតែពេលហ្នឹងគឺខ្ញុំគិតថាខ្ញុំចង់ធ្វើក្រោយផ្ទះរបស់ខ្ញុំចឹងណាតែខ្ញុំគិតថាប្រហែលយើងអាចនឹងធ្វើអីផ្សេងទៀតបានឥឡូវនេះយើងផ្គុំឈើនឹងចុំវិញហើយយើងនៅសល់តែយើងដាក់ដីនៅក្នុងកន្លែងដែលយើងត្រូវការនឹងទេអញ្ចឹងឥឡូវនេះគឺយើងមកដេកដោយសារតែវារៀងយប់ហើយអញ្ចឹងខ្ញុំអត់ចង់ឲ្យសូមប៊ីវាមកវាយខ្ញុំច្រើនដងទេព្រោះដោយសារតែខ្ញុំអត់ចង់ងាប់ច្រើនដងហើយវាខាតអ្វីរបស់ខ្ញុំច្រើនអញ្ចឹងណាគ្នានៅផលនេះគឺយើងអត់ធ្វើអីទៀតទេគឺយើងមកជីកដីព្រោះសារតែយើងបានធ្វើវងនៅកន្លែងចការរបស់យើងហើយវងទាំងអស់ហ្នឹងគឺយើងធ្វើតាមលំនាំអ្នកភូមិអញ្ចឹងណាគ្នាព្រោះសារតែខ្ញុំចង់ធ្វើថាចការដូចអ្នកភូមិប៉ុន្តែនេះវាមិនទាន់ហើយ 100% ណាគ្នាគាត់ខ្ញុំធ្វើចោលសិនអញ្ចឹងណាចាំយើងមានតិចតួចចាំយើងអាចអភិវឌ្ឍឲ្យវាស្អាតជាងនឹងបានតិចទៀតចាឥឡូវនេះគឺខ្ញុំកំពុងតែរាប់ចំនួននៅកន្លែងណាដែលវាពុះចំកណ្ដាលហ្មងដើម្បីឲ្យខ្ញុំដាក់តុនៅខាងនឹងទៅកុំឲ្យវាផេះដីកុំឲ្យវានេះចឹងណាគ្នាប៉ុន្តែដោយសារតែខ្ញុំធ្វើរៀងខុសអញ្ចឹងខ្ញុំត្រូវធ្វើមួយខាងតូចមួយខាងធំដោយសារតែខ្ញុំធ្វើខុសចឹងណាខ្ញុំភ្លេចគិតដល់ចាឥឡូវនេះគឺយើងបានពុះកណ្ដាលហើយអញ្ចឹងមួយខាងតូចមួយខាងធំនៅណាហើយឃើញណាអញ្ចឹងខ្ញុំរាស់ដីដើម្បីធ្វើជាការចឹងណាគ្នាហើយពេលរស់ទៅណែហើយចាំមើលតិចទៀតនោះគាត់វាឡើងដីមកវិញវាផោះដីមកវិញអញ្ចឹងណាបើយើងមានតឹកចិត្តហ្នឹងវាអាចអញ្ចឹងបានទេ
ហើយសូមខាន់តែអភ័យទោសបងប្អូនគ្នាផងនៅក្នុងវីដេអូនេះគឺវាមានអាលឿនវាមានអាយឺតខ្ញុំឬក៏ខ្ញុំ record សលេងអញ្ចឹងដោយសារតែខ្ញុំមិនចង់ដាក់វាមកទាំងអស់ហ្មងទេព្រោះឈុតកន្លែងខ្លះវាអត់មានអីត្រូវមើលទេអញ្ចឹងមកខ្ញុំដាក់វាកាន់តែលឿនហើយឈុតខ្លះដែលវាអត់មានអីឬក៏អត់កណើតគឺខ្ញុំកាត់ចោលហ្មងអត់ឲ្យអ្នកគ្នាតាមដានវាងំទៅយូរអញ្ចឹងណាដោយសារតែខ្ញុំអត់ចង់ឲ្យវីដេអូយូរជាងហ្នឹងទេព្រោះតែវីដេអូវែងគឺអត់មានអ្នកគេមើលទេដោយសារតែហ្គេមនេះខ្ញុំជឿថាភាគច្រើនគឺក្មេងៗមើលព្រោះអីគ្មានមនុស្សធំគេទៅមើលយើងទៅលេងហ្គេមលេងអីចឹងទេដោយសារតែខ្ញុំខ្វះគ្រាប់សើចឹងឥឡូវនេះខ្ញុំទៅរកគ្រាប់សើទៀតសិនហើយគ្រាប់សើវាហ្នឹងគឺស្មើថ្ងៃណាគ្នាយើងក៏ចិត្តហ្នឹងឯងដោយសារតែខ្ញុំហ្នឹងគឺវាស្មើស្មើទៅខ្ញុំស្អាតវាទៅវាឃើញស្អាតខ្លួនឯងផងចាឥឡូវនេះគឺគ្រាប់សើយើងបានគ្រប់ហើយចការរបស់យើងគឺបានប៉ុណ្ណឹងសម្រាប់ដូចខ្ញុំបាននិយាយចឹងដោយសារតែចការនេះយើងធ្វើដើម្បីឲ្យបានដើម្បីប្រមូលផលយើងសិនអញ្ចឹងណាហើយចាំយើងធ្វើវាបន្ថែមឲ្យស្អាតជាងនឹងទៀតចឹងឥឡូវនេះគឺដល់ម៉ោងខ្ញុំដើម្បីតែកាត់ Silvercat ដោយសារតែខ្ញុំមើលឃើញមិញគឺវាពួកវាខ្ពស់ខ្លាំងមែនតើអញ្ចឹងខ្ញុំមកកាត់វានេះហ្មងទៅមកប្រមូលផលវាហ្មងទៅហើយចាំយើងយកវាទៅដាក់តាមថែមទៀតចឹងណាគ្នាដោយសារតែអាហ្នឹងវាមានប្រយោជន៍ក្នុងការធ្វើសភៅធ្វើអីចឹងទៅប៉ុន្តែខ្ញុំមិនសូវចេះខាងសភៅឌីឆានអីអស់ហ្នឹងទេអាហ្នឹងខ្ញុំសុំនិយាយផ្ទាល់ព្រោះសារតែខ្ញុំមិនចេះខាងយ៉ាងម៉ានណាគ្នាប៉ុន្តែខ្ញុំអាចនឹងទៅមើលគេលេងផ្សេងទៀតបានព្រោះសារតែ Minecraft នេះខ្ញុំភាគច្រើនដែរមើលគេលេងទេអូនៅតែខ្លួនឯងពេលខ្លះក៏មើលគេលេងចឹងទៅយើងបានគេថាមើលគេលេងកន្លែងណាដែលយើងអត់ចេះយើងមើលគេលេងតិចតួចចឹងទៅយើងចេះហើយសម្រាប់ហ្គេមនេះដែរវាមិនជាហ្គេមបែបឲ្យមនុស្សខូចអីទេវាមិនហ្គេម PUBG Free Fire បាញ់តែគ្នាជន់កគ្នាអីអត់ទេវាយតែគ្នាអីអត់ទេហ្គេមនេះម៉ែខ្ញុំសុំនិយាយថាវាមានវគ្គវាយគ្នាវាយអីមែនតែអាហ្នឹងគេលេងក្នុងវគ្គផ្សេងតែហ្គេមនេះទៀតសោតគឺគេលេងជាលក្ខណៈថានាំមនុស្សសប្បាយថាសង់ផ្ទះសង់អីមួយគ្នាមួយអីចឹងណាថាដូចជាហ្គេមបបពិសោធន៍ដូចយើងកំពុងតែរស់នៅនៅក្នុងផែនដីរបស់យើងអញ្ចឹងដូចយើងរស់នៅក្នុងភពផ្សេងអញ្ចឹងណាព្រោះហ៊ានទៅដល់ទៀតណាហើយខ្ញុំសំខាន់តែអពេលទៅលើវីដេអូមួយនេះផងដែលកន្លែងពាក្យពេចន៍ដែលមិនសមរម្យឬកន្លែងណាមួយដែលបងប្អូនគ្នាមិនពេញចិត្តហើយឬក៏ខ្វះចន្លោះកន្លែងណាបងប្អូនគ្នាសំខាន់តែអពេលទៅផងចាក៏បងប្អូនគ្នាសម្រាប់ការតាមដាននៅក្នុងវីដេអូមួយនេះគឺជួបគ្នាក្នុងវីដេអូក្រោយនៅទីសូក្រោយហើយកុំភ្លេច Subscribe និង Snap វីដេអូខ្ញុំអ្នកមួយផងដើម្បីលើកកម្លាំងចិត្តក្នុងវីដេអូមួយនេះហើយអរគុណបងប្អូនគ្នាសម្រាប់ការតាមដាននៅក្នុងវីដេអូមួយនេះដល់ចប់ជួបគ្នាក្នុងវីដេអូក្រោយនៅទីសូក្រោយបាយបាយ